តើប្រិមិត្តឆ្ងល់ទេថាហេតុអ្វីអេក្រង់ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បានហេតុអ្វីមិនបែកអេក្រង់កញ្ចក់ស្មាតហ្វូនបើកាច់នឹងបាក់ប៉ុន្តែហេតុអ្វីទើបស្មាតហ្វូនទំនើបបច្ចុប្បន្នអាចបត់អេក្រង់បានហើយមិនបាក់ថែមទាំងមានគុណភាពខ្ពស់តើអ្វីនៅពីក្រោយបច្ចេកវិទ្យាដ៏ពិសេសមួយនេះអេក្រង់អាចបត់បាន Flexible Display Technology ជាបច្ចេកវិទ្យាចុងក្រោយបំផុតលើស្មាតហ្វូនវាត្រូវបានវិវត្តពីអេក្រង់ OLED មកហើយហេតុដែលជ្រើសយកអេក្រង់ OLED នោះក៏ព្រោះតែវាផលិតចេញពីវត្ថុធាតុសរីរាង្គដែលបច្ចេកវិទ្យាពន្លឺនៅពេលដែលចរន្តឆ្លងកាត់អគ្គិសនីមិនត្រូវការអំពូលនោះទេមិនតែប៉ុណ្ណោះវាក៏ស្ដើងផងដែរស្ដើងដល់ចំណុចដែលអាចបត់បែនបានបន្ទាប់មកអេក្រង់ OLED ក៏វិវត្តទៅជាអេក្រង់ Flexible OLED ដែលគេឃើញប្រើប្រាស់នៅលើ Smartphone iPhone X និង Samsung Galaxy S គ្រាន់តែពេលនោះវាមិនទាន់បត់បាននោះទេវាមានលទ្ធភាពត្រឹមតែធ្វើឲ្យហ្គេមអេក្រង់កោងប៉ុណ្ណោះក្រោយមកទៀតទើបមានការវិវត្តឈានដល់ការអាចបត់បែនបានជាទូទៅកញ្ចក់គឺរឹងបើពុតវានឹងប្រេះម្លោះហើយអេក្រង់បត់ចំនួនទី1ត្រូវបានផលិតឡើងពីសារធាតុផ្លាស្ទិកប៉ូលីម៉រប៉ុន្តែសារធាតុនោះងាយនឹងមានស្នាមជាប់ឆ្កូតបើធៀបទៅនឹងអេក្រង់កញ្ចក់ប៉ុន្តែរនាំងបញ្ហាមួយនេះត្រូវបានទម្លុះចេញត្បិតកាលពីខែកុម្ភៈឆ្នាំ2020 Samsung បានបញ្ចេញបច្ចេកវិទ្យាកញ្ចក់ស្ដើងបំផុត Galaxy Z Flip ជា Smartphone ដែលអាចបត់អេក្រង់បានដំបូងបង្អស់មានអេក្រង់ជាកញ្ចក់ពិតប្រាកដគូបញ្ជាក់ថាអេក្រង់បត់ប្រភេទ OLED ផ្ដល់នូវគុណភាពរូបប្រសើរជាង Smartphone ភាគច្រើនដែលមានសព្វថ្ងៃនេះវាផ្ដល់នូវកម្រិតពណ៌កាន់តែប្រសើរពន្លឺកាន់តែខ្ពស់មានកម្រិត refresh rate លឿននិងប្រើប្រាស់ថាមពលតិចបើធៀបទៅនឹងអេក្រង់ OLED មានទំហំដូចគ្នាសរុបមកទាំងនេះជាហេតុផលអាចឲ្យអេក្រង់ជាសារធាតុកញ្ចក់អាចបត់បែនបានគូបន្ថែមបន្តិចថា Smartphone បត់អេក្រង់មានអត្ថប្រយោជន៍ជាច្រើនត្បិតអេក្រង់ធំអាចធ្វើការងារជំនួសឧបករណ៍ធំដូចជា tablet ឬ computer ម្ដងម្កាលអាចប្រើលើ multitasking ងាយស្រួលលេងហ្គេមនិងទស្សនាវីដេអូពេញភ្នែកប៉ុន្តែវាក៏មានគុណវិបត្តិទៅលើកត្តាតម្លៃការបត់បែនរបស់វាមានអាយុកាលនិងមានកម្រាស់ក្រាស់ផងដែរអេក្រង់កញ្ចក់អាចបត់បានជាការច្នៃប្រឌិតដ៏ធំបំផុតនៅក្នុងការផលិត Smartphone ក្នុងរយៈពេលដ៏យូរគេជឿថា Smartphone ប្រភេទនេះគឺជាអនាគតនៃទូរស័ព្ទចូលមកជំនួស tablet ឬឯតម្លៃវិញនៅពេលការវិវត្តកាន់តែច្រើនចំណុចពិសេសនោះតម្លៃនឹងអាចធ្លាក់ចុះសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូរហូតដល់ចប់សូមកុំភ្លេចជួយចុច like និងចុច subscribe Channel YouTube ម្នាក់មួយដើម្បីទទួលបានចំណេះដឹងថ្មីៗនៅវីដេអូក្រោយសូមអរគុណសូមអរព្រគុណនិងសូមជម្រាបលា